បាទជំរាបសួរបងប្អូនមិត្តអ្នកស្ដាប់ទាំងអស់គ្នានៅក្នុងថ្ងៃនេះគឺខ្ញុំនឹងអានមេរៀនប្រវត្តិវិទ្យាថ្នាក់ទី11យើងបន្តមកដល់ជំពូកទី1ហើយក៏ដល់មេរៀនទី11ផងដែរគឺនិយាយអំពីសហរដ្ឋអាមេរិកឆ្នាំ1919ដល់ឆ្នាំ1939បន្ទាប់ពីចប់នៅវីដេអូនេះយើងនឹងអាចរៀបរាប់ស្ថានភាពសហរដ្ឋអាមេរិកក្រោយសង្គ្រាមលោកលើកទី1រកមូលហេតុនៃវិបត្តិឆ្នាំ1929ចុងក្រោយបណ្ដោះគំនិតអភិវឌ្ឍប្រទេសជាតិចំណុចលេខ1ធំវិបត្តិនយោបាយសហរដ្ឋអាមេរិកនិងប្រទេសអឺរ៉ុបត្រូវមានតួនាទីយ៉ាងសំខាន់នៅក្នុងគោលការណ៍កំណែទម្រង់សង្គមសំណើរបស់សហជីពស្ដីពីការដំឡើងប្រាក់ខែដែលមានទំនាក់ទំនងទៅនឹងតម្លៃនៃការរស់នៅកាន់តែខ្ពស់ក្នុងដំណាក់កាលសង្គ្រាមទាំងអស់នេះកើតចេញពីឥទ្ធិពលរបស់ពួកបុលសេវិកការជ្រួលច្របល់ពីសំណាក់ពួកក្រហមហាក់បីដូចជាមានគម្រោងឲ្យពួកអនាធិបតេយ្យនិយមផ្ដួលរំលំរដ្ឋាភិបាលនៅក្នុងសកម្មភាពបដិឆេទកម្មជាបុគ្គលនៅឆ្នាំ1919ដល់1920បានធ្វើការគៀបសង្កត់ខ្លាំងលើពួកក្រហមពួកវិច្ឆេទករបានបោកគ្រាប់បែកនៅគេហដ្ឋានរបស់លោក Milche Palmer នៅតាមដងវិថី Wall Street លោក Mitchell Palmer មានតួនាទីជាសភាចាស់បុរសសកម្មភាពរបស់លោកបានធ្វើឲ្យកម្មករនៅក្នុងសហជីពក្រេវក្រោធយ៉ាងខ្លាំងវិធានសនានៅគេហដ្ឋានរបស់លោក Mitchell Palmer បានចងប្រជាជនអាមេរិករាប់លាននាក់ដោយរួមទាំងបរទេសផងដែរជនជាតិអ៊ីតាលី2នាក់គឺលោក Niccolo Salo និងលោក Balotto Meowancetti ត្រូវបានចោទប្រកាន់ដោយការភ័ន្តច្រឡំចំពោះការធ្វើឃាតទៅលើឆ្មាំការពាររោងចក្រហើយត្រូវបានគេកាត់ទោសប្រហារជីវិតអង្គការប្រកាន់ពូជសាសន៍គូក្លុកខ្លាំងបានធ្វើសកម្មភាពយ៉ាងខ្លាំងនៅក្នុងសង្គមនៅក្នុងរដ្ឋភូមិភាគខាងត្បូងត្រូវបានគេហាមឃាត់មិនឲ្យសិក្សាពីអ្វីដែលប្រឆាំងទៅនឹងមនោគមវិជ្ជាគម្ពីរសាសនាគ្រិស្តគ្រូបង្រៀននៅវិទ្យាល័យម្នាក់ឈ្មោះថាលោក George Scope ត្រូវបានតុលាការកាត់ទោសដោយសារតែលោកគ្រូបានបង្រៀនទ្រឹស្ដី Darwin មានន័យថាបង្រៀនអំពីការវិវត្តនៃសត្វស្វានៅក្នុងកម្មវិធីសិក្សាការិយាល័យនិយមអំពើពុករលួយកំពុងក្លាយទៅជាដំបៅរីករាលដាលនៅក្នុងជួររដ្ឋាភិបាលនិងសមាជិកសភាលោកប្រធានាធិបតី Harding បានប្រឹងប្រែងឆ្លើយតបទៅនឹងការចោទប្រកាន់ទាំងនេះប៉ុន្តែលោកបានទទួលមរណភាពដោយសារតែជំងឺគាំងបេះដូងនៅខែសីហាឆ្នាំ1923លោក Calvin Coolidge ដែលជាអនុប្រធានាធិបតីបានឡើងតំណែងជាប្រធានាធិបតីលោក Calvin Coolidge បានបន្តគោលនយោបាយពង្រីកវិស័យពាណិជ្ជកម្មមិនលោកដៃបញ្ហាឯកជនលោក Calvin Coolidge បានគិតថាតួនាទីរបស់រដ្ឋាភិបាលគឺត្រូវទទួលស្គាល់ច្បាប់មួយចំនួនដែលមិនសមស្របទៅនឹងច្បាប់រដ្ឋធម្មនុញ្ញដែលបានធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ពួកផលិតករឧទាហរណ៍នៅឆ្នាំ1919គេបានអនុម័តច្បាប់ស្តីពីការដំឡើងថ្លៃពន្ធដារដល់កម្លាំងពលកម្មដែលទទួលយកកុមារអាយុចាប់ពី14ឆ្នាំហើយច្បាប់នេះត្រូវបានលុបចោលនៅក្នុងឆ្នាំ1922បញ្ហានៅតំបន់គូឡុំប៊ីស្តីពីការកំណត់តម្លៃអបបរមានៃប្រាក់បៀវត្សសម្រាប់ស្ត្រីនិងកុមារទន្ទឹមនឹងនេះគេបានពង្រីកច្បាប់ស្តីពីការហាមឃាត់ដល់ចលនាកុប្បកម្មនិងទណ្ឌកម្មសហជីពកំណើនអំពើឧក្រិដ្ឋកម្មអំពើពុករលួយពាណិជ្ជកម្មលួចលាក់បានคล้ายទៅជាការគំរាមកំហែងជាសម្ងាត់ដល់សន្តិសុខប្រជាជនជាពិសេសនៅក្នុងទីក្រុងឧស្សាហកម្មដែលមានកំណើនប្រជាជនលឿនពាណិជ្ជកម្មដែលលួចលាក់ជាពិសេសចលនានៃពួកជើងប៉ាវការលក់គ្រឿងស្រវឹងលក់អាភៀនបានរីកសុះសាយគ្រប់ទីកន្លែងក្រុមម៉ាហ្វីយ៉ាដ៏ធំមួយមានឥទ្ធិពលពាសពេញនៅទីក្រុង Chicago
នៅក្នុងដំណាក់កាលនេះតំណែងប្រធានាធិបតីត្រូវបានកាន់កាប់ដោយលោក Herbert Hoover ដែលមកពីបក្សសាធារណរដ្ឋលោក Hoover គឺជាអតីតវិស្វករនិងជាផលិតករបានកាន់តំណែងជាប្រធានាធិបតីចាប់ពីឆ្នាំ1928ក៏ដោយសារតែលោកមានគុណសម្បត្តិវៃឆ្លាតដែលបានទំនោរទៅរកវិស័យពាណិជ្ជកម្មជាពិសេសលោកធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Hoover ទាមទារឲ្យឆលគោលការណ៍បុគ្គលិកភាពនិងសេរីភាពដោយការពីសតវត្សទី19ដែលនិយាយអំពីការមិនលូកដៃចូលពីសំណាក់រដ្ឋាភិបាលទៅក្នុងការងារពាណិជ្ជកម្មនៅក្នុងឆ្នាំ1931នៅក្នុងស្ថានភាពជនអត់ការងារធ្វើដ៏ច្រើនសន្ធឹកសន្ធាប់លោក Hoover បានបដិសេធសូម្បីតែការពិនិត្យមើលនៅគម្រោងអង្គការការងារសង្គមវិធានការតែមួយគត់ដែលមានទំហំធំត្រូវបានអនុម័តយកព្រមដោយលោក Hoover គឺការបង្កើតអង្គការហិរញ្ញវត្ថុសម្រាប់ទ្រទ្រង់ឡើងវិញអង្គការរបស់រដ្ឋនេះមានតួនាទីផ្ដល់ធនាគារផ្លូវដែកក្រុមហ៊ុនធានារ៉ាប់រងនៅទឹកប្រាក់កម្ចីលោកប្រធានាធិបតី Hoover នៅតែបន្តអះអាងថាវឌ្ឍនភាពនឹងវិលមកវិញក្នុងពេលឆាប់ៗប៉ុន្តែប្រជាជនសហរដ្ឋអាមេរិកគ្មានជំនឿទៅលើប្រធានាធិបតីរបស់ខ្លួននារដូវក្តៅឆ្នាំ1932អតីតយុទ្ធជនបានច្បាប់ធ្វើបាតកម្មបានធ្វើដំណើរទៅកាន់រដ្ឋធានី Washington ដើម្បីទាមទារឲ្យដំឡើងប្រាក់ចុះនិវត្តន៍កងទ័ពក្រុងបញ្ជាការឧត្តមសេនីយ៍ MacArthur បានរើជំរំតង់របស់អតីតយុទ្ធជនដែលបានតាំងនៅតាមដងទន្លេ Potomac ហើយបានបណ្ដេញពួកគេឲ្យបែកខ្ញែកគ្នាអស់ប្រតិកម្មរបស់អំណាចនេះបានឆ្លើយតបមកវិញនៅលទ្ធផលនៃការបោះឆ្នោតឆ្នាំ1932នៅក្នុងការបោះឆ្នោតប្រធានាធិបតីនាខែវិច្ឆិកាឆ្នាំ1932ប្រឆាំងនឹងលោកប្រធានាធិបតី Herbert Hoover ដោយបេក្ខជនមកពីបកប្រជាធិបតេយ្យគឺលោក Franklin Delano Roosevelt នៅក្នុងការឃោសនាបោះឆ្នោតលោក Herbert Hoover ពុំបានដាក់កម្មវិធីថ្មីនោះទេផ្ទុយទៅវិញលោក Roosevelt បាននាំមកនូវកម្មវិធីថ្មីជាច្រើនទាមទារឲ្យផ្លាស់ប្ដូររចនាសម្ព័ន្ធសង្គមនៅក្នុងសន្ទរកថាលោក Roosevelt បានធ្វើសេចក្តីប្រកាសថាខ្ញុំសន្យាចំពោះប្រជាជនសហរដ្ឋអាមេរិកនៅកម្មវិធីថ្មីឬក៏ New Deal បានคล้ายទៅជាបដាមួយដ៏មានប្រជាប្រិយដោយកម្មវិធីកំណែទម្រង់100ថ្ងៃគឺចាប់ផ្ដើមពីខែមិថុនាដល់មិថុនាឆ្នាំ1933ដែលលោកប្រធានាធិបតីថ្មីដាក់ជូនសភាអនុម័តនិងคล้ายទៅជាមូលដ្ឋាននៃការចាប់ផ្ដើមកម្មវិធីថ្មី New Deal លោកប្រធានាធិបតី Franklin Roosevelt បានក្តាប់សភាការយ៉ាងខ្លាំងនិងទាមទារឲ្យមានវិធានការដោះស្រាយជាបន្ទាន់បន្តមកដល់ចំណុចលេខ2ធំនិយាយអំពីមហាវិបត្តិសេដ្ឋកិច្ចឆ្នាំ1929ក្រោយពីបានស្គាល់ភាពរុងរឿងសម្បូរសប្បាយក្នុងអំឡុងពេល10ឆ្នាំគឺចន្លោះឆ្នាំ1919រហូតដល់ឆ្នាំ1929សហរដ្ឋអាមេរិកបានប្រទះមហាវិបត្តិមួយព្រឹត្តិការណ៍ថ្ងៃអង្គារទី29ខែតុលាឆ្នាំ1929ដ៏ខ្មៅងងឹតនៅទីផ្សារដេញថ្លៃនាទីក្រុងញូវយ៉កបានបើកទំព័រវិបត្តិសេដ្ឋកិច្ចដ៏ស៊ីជម្រៅដែលរាលដាលពីសហរដ្ឋអាមេរិកបន្ទាប់មកដល់ប្រទេសមូលដ្ឋាននៅលើពិភពលោកចំណុច 2.1 វិបត្តិកសិកម្មវិបត្តិនេះមានបាតុភិបចាប់តាំងពីឆ្នាំ1925មកម្លេះព្រោះកសិករអាមេរិកពុំអាចលក់ផលិតផលរបស់ខ្លួនបានព្រោះទីផ្សារនៅអឺរ៉ុបត្រូវបិទទ្វារមួយភាគធំហើយតម្លៃចុះថោកបំផុតស្ថានភាពកសិកម្មធ្លាក់ចុះដុនដាបតាំងពីឆ្នាំ1925បានបន្តចុះកម្រិតទាបបំផុតនៅក្នុងឆ្នាំ1930ឧទាហរណ៍
តម្លៃសរុបនៃផលិតផលខាងកសិកម្មមាន $17,000 លាននៅក្នុងឆ្នាំ 1932 នៅឆ្នាំដដែលស្រែចម្ការ 42% ត្រូវបានគេរឹបអូសដោយកូនបំណុលរកប្រាក់សងពុំបានចំណុច 2.2 វិបត្តិឧស្សាហកម្មរោងចក្រជាច្រើនត្រូវបានបិទទ្វារសហគ្រាសអស់មូលធនបន្តគ្នាកម្មករគ្មានការងារមានចំនួនរហូតដល់ 14 លាននាក់ដោយពុំបានបញ្ចូលកសិករចំនួន 15 លាននាក់ដែលរស់នៅខ្វះព្រឹកខ្វះល្ងាចយ៉ាងត្រដាបត្រដួសផងដែរឧទាហរណ៍ឧស្សាហកម្មរថយន្តដែលជាសហគ្រាសមួយដ៏រុងរឿងជាងគេនៅក្នុងកម្មករបានធ្លាក់ចុះពី 5.5 លាននាក់ក្នុងឆ្នាំ 1929 មកសល់ត្រឹមតែ 4 លាននាក់នៅក្នុងឆ្នាំ 1933 ដែលក្នុងនោះកម្មករភាគតិចណាស់ដែលមានការងារពេញម៉ោងចំណុច 2.3 វិបត្តិហិរញ្ញវត្ថុវិបត្តិហិរញ្ញវត្ថុបានផ្ទុះក្នុងឆ្នាំ 1929 ធនាគារទាំងឡាយត្រូវបិទទ្វារស្ទើរតែទាំងអស់ដោយរកប្រាក់បង្វិលឲ្យអ្នកផ្ញើនិងអ្នកខ្ចីប្រាក់ពុំបាននៅក្នុងរដ្ឋ Michigan តែមួយប៉ុណ្ណោះដែលមានធនាគារចំនួន 330 ត្រូវបិទទ្វារហើយរដ្ឋដទៃទៀតបានបញ្ឈប់សកម្មភាពរបស់ខ្លួនទាំងស្រុងសេចក្តីតក់ស្លុតនៃប្រជាពលរដ្ឋដែលធ្លាប់មានតែសុទិដ្ឋិនិយមបានបណ្ដឹងសួរថាតើបាតុភិបនេះជាបរាជ័យនៃរបបមូលធននិយមឬបន្ទាប់ពីលោក Wilson ដែលបានកាន់តំណែងចន្លោះឆ្នាំ 1912 ដល់ឆ្នាំ 1920 ដែលបានតាក់តែងសំណើចំនួន 14 ខនៅថ្ងៃទី 8 ខែវិច្ឆិកាឆ្នាំ 1918 ដើម្បីរកដំណោះស្រាយសន្តិភាពចំពោះសង្គ្រាមលោកលើកទី 1 មានប្រធានាធិបតី 3 រូបដែលគ្រប់គ្រងសហរដ្ឋអាមេរិកគឺលោក Harding ដែលបានស្លាប់នៅក្នុងឆ្នាំ 1923 លោក Coolidge ត្រូវបានតែងតាំងនៅក្នុងឆ្នាំ 1923 លោក Hoover ត្រូវបានជ្រើសតាំងនៅក្នុងឆ្នាំ 1928 ប្រធានាធិបតីទាំង 4 រូបខាងលើសុទ្ធតែជាអ្នកដឹកនាំមកពីគណៈបក្សសាធារណរដ្ឋនិយមនៅពេលវិបត្តិផ្ទុះនៅក្នុងឆ្នាំ 1929 សហរដ្ឋអាមេរិកបានស្ថិតនៅចំក្នុងអាណត្តិលោក Hoover ប្រឈមទៅនឹងវិបត្តិខាងប្រធានាធិបតី Hoover ពុំអាចចាត់វិធានការអ្វីដែលមានប្រសិទ្ធភាពឡើយលោកមានសុទិដ្ឋិនិយមពីធម្មជាតិស្រាប់លោក Hoover ពុំបានធ្វើអន្តរាគមន៍ចូលនៅក្នុងសកម្មភាពសេដ្ឋកិច្ចដើម្បីដោះស្រាយវិបត្តិខាងលើដែលមានសភាពខ្លាំងឡើងនោះឡើយដូចនេះការបោះឆ្នោតខែវិច្ឆិកាឆ្នាំ 1932 គណៈបក្សសាធារណរដ្ឋនិយមទទួលបរាជ័យចំណែកឯគណៈបក្សប្រជាធិបតេយ្យលោក Franklin Roosevelt បានទទួលជ័យជំនះយ៉ាងសម្បើមចំណុចលេខ 3 ធំដំណោះស្រាយក្រោយជាប់ឆ្នោតលោកប្រធានាធិបតី Roosevelt បានចាត់វិធានការភ្លាមដើម្បីទប់ទល់ទៅនឹងវិបត្តិដែលប្រទេសកំពុងឆ្លងកាត់ប្រកបដោយគ្រោះថ្នាក់ដោយអនុវត្តកម្មវិធី New Deal ដោយដែលលោកបានសន្យានៅក្នុងឱកាសឃោសនាបោះឆ្នោតលោកបានប្រមូលផ្ដុំអ្នកជំនាញទៅតាមឯកទេសហើយបង្កើតគណៈកម្មាធិការផ្សេងៗដើម្បីរិះរកមធ្យោបាយអនុវត្តក្នុងដំណោះស្រាយវិបត្តិខាងលើលោកដាក់ឲ្យអនុវត្តវិធានការជាបន្ទាន់ដែលអាចទប់ទល់ស្ថានភាពសេដ្ឋកិច្ចរកកលដួលរំលំនិងវិធានការសម្រាប់ធ្វើសកម្មភាពឲ្យសេដ្ឋកិច្ចមានការលូតលាស់ឡើងវិញដោយកែសម្រួលរបបចាស់ខ្លះឡើងវិញចំពោះវិធានការប្រភេទទី 1 លោកបានបញ្ចុះតម្លៃប្រាក់ដុល្លារពាក់កណ្ដាលនិងបើកការដ្ឋានសាធារណរដ្ឋធំៗដើម្បីផ្ដល់ការងារឲ្យអ្នកគ្មានការងារធ្វើនិងធ្វើឲ្យកូនបំណុលធូរស្រាលបន្តិចព្រមទាំងទាញប្រាក់ដែលកប់នៅក្នុងទូដែកឯកជនមានចលនាឡើងវិញងារធ្វើញ៉ាំងឲ្យពួកគេមានប្រាក់កាសនិងធ្វើឲ្យរោងចក្រមានសកម្មភាពឡើងវិញ
វិធានការកំណែទម្រង់សំខាន់រួមមានវិធានការខាងកសិកម្មច្បាប់ស្តីពីកំណែទម្រង់ខាងកសិកម្មវិធានការខាងឧស្សាហកម្មច្បាប់ស្តីពីការលើកស្ទួយឧស្សាហកម្មជាតិវិធានការទាំងនេះមានបំណងផ្ដល់ឲ្យប្រាក់បំណាច់ដល់កសិករដែលសុខចិត្តកំណត់ទំហំដីរបស់ខ្លួនព្រមទាំងបានកំណត់តម្លៃអបបរមានៃផលិតផលខ្លះវិធានការខាងឧស្សាហកម្មគឺទប់ទល់ទៅនឹងការចោទតម្លៃទំនិញធ្វើឲ្យការប្រកួតប្រណាំងក្នុងការលក់ដូរផលិតផលព្រមទាំងបន្ថយកំណត់ពេលធ្វើការងារក្នុងមួយសប្តាហ៍ទៀតផងគេបានសន្និដ្ឋានថាផែនការនេះបានទទួលជោគជ័យជាទីគាប់ចិត្តលទ្ធផលជាបន្ទាន់គឺលោក Roosevelt បានស្រោចស្រង់សេដ្ឋកិច្ចចាកផុតពីវិបត្តិដ៏សាហាវនៅក្នុងពេលនោះដើម្បីសម្ដែងកតញ្ញូតាធម៌ចំពោះលោក Roosevelt ប្រជាពលរដ្ឋអាមេរិកបានបោះឆ្នោតផ្ដល់សេចក្តីទុកចិត្តប្រធានាធិបតី4លើកជាប់គ្នាគឺនៅឆ្នាំ1932ឆ្នាំ1936ឆ្នាំ1940និងចុងក្រោយឆ្នាំ1944